Alo លោកម្ចាស់អ្នកនៅខាងនោះនៅសល់អង្គទៀតទេខ្ញុំយកទាំងអស់អ្វីណាបានតែ10តោនទេឬអូខេក៏បានដែរសាច់ជ្រូកនោះខ្ញុំយកទាំងអស់1តោនប៉ុណ្ណឹងមិនគ្រប់ទេស្វ័យក្តោប2តោនទៀតលោកម្ចាស់ជួយរកវិធីអ្វីផ្សេងឲ្យខ្ញុំផងខ្ញុំសុកចិត្តឲ្យថ្លៃទ្វេដងកញ្ញាឲ្យតម្លៃទីផ្សារត្រូវបានអ្នករំឲ្យឡើងខ្ពស់អស់ហើយរបស់របរត្រូវបានគេទិញអស់ពីស្តុកហើយក្នុងរយៈពេលខ្លីបែបនេះខ្ញុំពិតជាមិនអាចរកទំនិញបានច្រើនទេអាឡូហេតុអ្វីអ្នកមិនទៅអ្នកយកប្លង់ដីមកឲ្យខ្ញុំឥឡូវនេះលោកចាងវត្ថុបុរាណទាំងនោះលក់បានប៉ុន្មានដែរពិតជាគួរឲ្យស្ដាយណាស់មានរឿងអ្វីវត្ថុបុរាណដែលអ្នកឲ្យមកពិតជាច្រើនមែនប៉ុន្តែចាំឆ្នាំពីច្រើនគ្រឿងសេរ៉ាមិចសុទ្ធតែបែកបាក់អស់ហើយលក់មិនបានថ្លៃទេអ្នកមិនអីទេឬភ្ញាក់ឡើងមើលទៅពួកគេចុះដល់ពេលហើយមើលទៅពួកគេចុះគាត់នៅមិនទាន់ត្រឡប់មកវិញទេគាត់គ្រាន់តែជាអ្នកបោកប្រាស់ម្នាក់ប៉ុណ្ណោះរបស់ចុងក្រោយដែលយើងមានរបស់របរពីមុនសុទ្ធតែត្រូវបានគាត់បោកយកទៅអស់ទ្រព្យសម្បត្តិគ្រួសារចុងក្រោយគាត់ត្រូវបានតែជីវិតនេះត្រូវរស់នៅបែបណាទៅអ្នកបាននិយាយកំទេចភោជនីយដ្ឋានចោលហើយយ៉ាងហោចណាស់ក៏ត្រូវយកររបស់មានតម្លៃមកវិញដើម្បីរស់ដែរមែនទេមែនយើងទៅយ៉ាងម៉េចដកថយល្អខំឡើងដកថយល្អសូមឲ្យអ្នកទាំងអស់គ្នាអស់កង្វល់ដកថយគាត់នឹងត្រឡប់មកវិញពិតមែនទៅគាត់នឹងមិនត្រឡប់មកវិញទេដកថយទៅឥឡូវនេះល្អដកថយមកស្ថានភាពនៅទីនេះតាមពេកដកថយសិនដកថយអ្នកកុំរត់សាកឲ្យច្បាស់ទាំងអស់គ្នាអ្នកណាដែលចង់ចូលក្នុងភោជនីយដ្ឋាននេះត្រូវតែដើរឆ្លងកាត់សាកសពខ្ញុំសិនមិនថាគាត់ត្រឡប់មកវិញឬមិនត្រឡប់មកវិញគាត់ធ្លាប់បានជួយសង្គ្រោះជីវិតខ្ញុំគាត់គឺជាអ្នកមានគុណរបស់ខ្ញុំក្នុងជីវិតនេះភោជនីយដ្ឋានរបស់គាត់ខ្ញុំជាអ្នកការពារខ្ញុំនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់បំផ្លាញវាឡើយលោកចៅគេចេញទៅលោកចៅអ្នកទៅស្លាប់ទៅខ្ញុំស្លាប់ហើយកញ្ញាលីងម៉ងខ្ញុំត្រឡប់មកវិញហើយវ៉ាខ្ញុំត្រឡប់មកវិញហើយវាត្រជាក់អស់ហើយត្រូវតែរក្សាវាទុកត្រជាក់អស់ហើយខ្ញុំចង់លេងទីនេះនេះសិចុះខ្ញុំវិញក៏រាប់ដែរនៅទីនេះទៀតឬអត់សិនឲ្យខ្ញុំខ្លាចជាសមាជិកគ្រួសាររងចាំខ្ញុំណោះបែបនេះខ្ញុំមិនដែរអ្នកអាឡូតើខ្ញុំអាចឲ្យអ្នកកំណត់បានទេបានតាអ្នកយកដៃបិទក៏កំរើកមិនរួចដែរមើលនំសាច់គ្មានមេតានេះចុះនេះជាអ្វីទៅនេះជាអីគេញ៉ាំបានទេមានរឿងចម្លែកច្រើនម្ល៉េះតើជានរណាទៅញ៉ាំទៅខ្ញុំញ៉ាំហើយមិនបានទេសួរហើយអ្នកនឹងមិនអាចជួបគេបានទៀតទេសួស្ដីអ្នកបាទចាស់ខ្ញុំមិនជឿទេហើយក៏មិនទាន់ដឹងដែរមនុស្សល្ងងហេតុអ្វីត្រូវនៅចាំតែហាងស្រាមួយនេះចុះមិនវិញមានបញ្ហាអីចប់រឿងតាមតទៅខ្ញុំខ្លាចថាបើហាងនេះបាត់បង់ទៅខ្ញុំនឹងមិនអាចជួបអ្នកបានទៀតទេ